ជីក្រែងគឺជាស្រុកមួយក្នុងចំណោមស្រុកជាច្រើនរបស់ខេត្តសៀមរាបក្នុងនោះប្រសិនបើអ្នកទេសចរជាតិនិងអន្តរជាតិមានបំណងទៅទស្សនានៅខេត្តសៀមរាបគឺត្រូវបានឆ្លងកាត់ទីបុរាណដ្ឋានមួយកន្លែងគឺស្ពានប្រាប់ទិសកំពង់ក្តីនេះតែម្ដងប៉ុន្តែផ្ទុយទៅវិញភ្ញៀវទេសចរហាក់ពុំសូវបានចាប់អារម្មណ៍មកលើស្ពានបុរាណកំសត់នេះឡើយចម្ងល់នេះហើយបានជាធ្វើឲ្យយើងតែងតែចោទសួរថាតើមូលហេតុអ្វីបានជាបុព្វបុរសខ្មែរសាងស្ពានធំបែបនេះចម្លើយគឺពុំមានអ្នកឯកទេសណាមួយអាចឆ្លើយបំភ្លឺបានឡើយតាមឯកសារបានបញ្ជាក់ថាស្ពានកំពង់ក្តីនេះមានអាយុកាលជាង800ឆ្នាំមកហើយដែលបានសាងសង់ឡើងដោយព្រះបាទជ័យវរ្ម័នទី7មានបណ្ដោយប្រហែល85ម៉ែត្រនិងទទឹងប្រហែល14ម៉ែត្រដោយព្រះអង្គបានសាងសង់កាត់ស្ទឹងកំពង់ក្តីឬស្ទឹងជីក្រែងដែលមានទឹកហូរចេញចូលនៅរៀងរាល់រដូវកាលពីមុនមនុស្សទាំងឡាយតែងតែធ្វើចរាចរណ៍ទៅមកលើស្ពានបុរាណមួយនេះតែឥឡូវរាជរដ្ឋាភិបាលបានសាងសង់ស្ពានថ្មីវាងផ្សេងទៀតដើម្បីជាការគាំទ្រដល់សមិទ្ធផលល្អគ្មានពីរទុកជាតាក់តាងដ៏យូរអង្វែងជាបេតិកភណ្ឌជាតិដល់មនុស្សជំនាន់ក្រោយក្រៅពីស្ពានមានសភាពរឹងមាំស្ពានមានលក្ខណៈលម្អទៅដោយបង្កាន់ដៃនាគរាជមានឫទ្ធិចេស្តាអំណាចខ្លាំងក្លារងចាំការពារស្ពានហាក់ចង់បញ្ជាក់ប្រាប់ដល់អ្នកទេសចរថាអាណាចក្ររបស់ខ្លួនពុំត្រូវបានឲ្យជនខិលខូចណាមួយមកយាយីឬលួចកាប់កោះសមិទ្ធផលនេះបានឡើយប្រសិនបើលោកតាលោកយាយអំពូមីងមាអញ្ជើញមកទស្សនាម្ដងនោះមិនតែប៉ុណ្ណោះស្ពានប្រាប់ទិសកំពង់ក្តីនិងពិពណ៌នានៅមនោសញ្ចេតនាដ៏ជ្រាលជ្រៅជូនលោកតាលោកយាយអំពូមីងមាមិនឲ្យខកបំណងឡើយ